មនុស្សនៅក្នុងព្រៃជ្រៅរំពេចនោះបានប្រទះឃើញសត្វចម្លែកដ៏គួរឲ្យខ្លាចហើយផ្អែកលើភ្នែកពេញរាងកាយរបស់គាត់វាអាចសន្និដ្ឋានបានគាត់គឺជាជនជាតិប៊ឺមូដាដែលមនុស្សជាច្រើនបានស្វែងរកជាយូរមកហើយជាសំណាងល្អតាមរយៈការស៊ើបអង្កេតមុនពួកគេបានរៀនរឿងតែមួយគត់ដែលប៊ឺមូដាខ្លាចគឺទឹកខ្ទឹមបារាំងដូច្នេះហើយមនុស្សជាច្រើនបានរៀបចំចានពេញពីមុនមកគ្រាន់តែសម្រាប់ពេលនៃការរកឃើញគ្រាន់តែយកវាចុះមួយផ្លែតប៉ុន្តែតតែខ្ញុំបានឃើញភាពអស្ចារ្យរបស់គាត់មនុស្សមួយចំនួននៅតែតក់ស្លុតយ៉ាងខ្លាំងចំពោះវាប៉ុន្តែដើម្បីយកឈ្នះវាដោយជោគជ័យរយមកជាវឈ្វេបានឆ្លៀតយកប្រយោជន៍ពីការពិតដែលថាបើមួយ The Crown មិនបានកត់សម្គាល់គាត់បានបើកដំណើរការអភូតហេតុមួយដោយមើលឃើញថា Bay Monster បានរកឃើញដានរបស់មនុស្សជាច្រើនឆាំងម៉ៅគ្មានជំរឿអ្វីក្រៅពីធ្វើតាមគ្រប់គ្រងការវាយប្រហារពីដៃគូរបស់អ្នកខ្ញុំមិនដែលគិតថានៅក្រោមអំណាចនៃបិសាចនោះទេក៏ចាញ់នឹងសម្លាប់នៅក្នុងភាពអស់សង្ឃឹមឈៀវហ៊ីត្រូវតែដើរតួជាក្របបែកលើកចេញទៅប្រជែងនឹងបិសាច Bay មួយសម្លឹងមើលកូនពៅនៅពីមុខខ្ញុំ Bay មួយមិនខ្វល់អ្វីទាំងអស់កែសម្រួលចង្កូតភ្លាមហើយឲ្យឈៀវហ៊ីវាយប្រហារនោះថាគ្មានផ្លូវទេឈៀវមេត្រូវយកទឹកខ្ទឹមបារាំងទាំងអស់មកដល់មុខ The Crown ជំនោរកើនឡើងហើយការវាយប្រហារបានចាប់ផ្ដើមអូហេអ្វីដែលមិននឹកស្មានដល់នោះគឺដីការប្រកួតប្រជែងប៊ឺមូដាដែលមិនចេះខ្វល់ខ្វាយត្រូវបានយកឈ្នះដោយជោគជ័យឈាមក៏បានឆ្លៀតឱកាសនេះផងដែរបញ្ចូលវាទៅក្នុងសិភៅប្រជ័យដោយជោគជ័យទោះបីជាសត្វចម្លែកដំបូងត្រូវបានបង្ក្រាបដោយមនុស្សពីរបីនាក់ក៏ដោយប៉ុន្តែគោលដៅបន្ទាប់របស់ពួកគេនឹងមិនងាយស្រួលនោះទេនេះបើយោងតាមកំណត់ត្រានៅលើការចុចសត្វចម្លែកបន្ទាប់មានចលនាល្បឿនលឿននិងកម្លាំងខ្លាំងយោបាយតាក់ទាញគាត់គឺស្វឹកនៅចលងភ្នំពាកកាន់តែខ្វក់ probability នៃការលេចចេញកាន់តែធំដោយគ្មានអីឌូបន្ថែមទៀតមនុស្សជាច្រើនបានប្រញាប់ទៅភ្នំដែលនៅជិតក្រុងបំផុតមានបំណងដើម្បីតាក់ទាញសត្វចម្លែកនេះដែលមានឈ្មោះថា Shania ប៉ុន្តែមិនថាគេជាយ៉ាងណាទេមានតែសម្លេងបន្លឺឡើងពីជ្រលងភ្នំមិនមានការឆ្លើយតបពីសត្វចម្លែកតតែសោះមើលទស្សនវិជ្ជានេះជាហ៊ីគ្មានជំរឿអ្វីក្រៅពីក្រោកឈរលើកនេះទីបំផុតខ្ញុំបានសម្រេចចិត្តខឹងខ្ងានភ្នំគាត់បានហោះចេញពីជ្រលងភ្នំដោយកំហឹងវានឹងត្រូវចំណាយអស់មនុស្សពីរបីនាក់បិសាចនេះមានកម្លាំងខ្លាំងណាស់ធ្វើខុសល្អជាងចាញ់ទោះបីជាខ្ញុំស្ទើរតែគេចពីការវាយប្រហារក៏ដោយប៉ុន្តែជាវឈ្វេមានការភ័យខ្លាចជាខ្លាំងដែលគាត់មិនអាចជួយបានដោយញ័រដូចជាញៀនហ៊ីបនឹងធ្វើកូដកម្មម្ដងទៀតជាវឈ្វេស្រាប់តែមានគំនិតមួយធ្វើការលះបង់ដ៏អស្ចារ្យទីបំផុតខ្ញុំបានកម្ចាត់សត្វចម្លែកដ៏កាចសាហាវនេះក្រោយមកមនុស្សមួយចំនួនបានរកឃើញគោលដៅថ្មីពីកំណត់ត្រាសត្វចម្លែកឈ្មោះ Anticapox សត្វចំលេខនេះស្អប់របស់កខ្វក់និងអារម្មណ៍ខ្លាំងនៃទឹកដីក៏មិនអនុញ្ញាតឲ្យទឹកដីរបស់ពួកគេឈ្លានពានដែរសូមមើលនៅទីនេះមនុស្សជាច្រើនបានពិភាក្សាភ្លាមអំពីវិធានការប្រឆាំងដោយសារគាត់ខ្លាចចោលខ្វក់បន្ទាប់មកប្រើចំណុចខ្សោយនេះដើម្បីតាក់ទាញវាចេញដូច្នេះពួកគេបានបង្កើតរាងកាយคล้ายៗធ្វើត្រាប់តាមសត្វចម្លែកឈៀវផេងបានដឹកនាំផ្លូវទៅកាន់ទីលំហើយបានបញ្ចេញវាចេញមិនយូរប៉ុន្មានវាបានប្រែក្លាយដូចដែលគេរំពឹងទុកការប្រឆាំងខាផកបានបង្ហាញខ្លួនយ៉ាងឆាប់រហ័សប្រញាប់ប្រញ័រឆ្ពោះទៅជាសែនជាមួយនឹងសន្ទុះដ៏អស្ចារ្យប្រឆាំងនឹងខែផកនៅដើមដំបូងខ្ញុំពិតជាគិតថាវាជាប្រភេទរបស់ខ្ញុំផ្ទាល់ដែលចូលឈ្លានពានទឹកដីរបស់ខ្ញុំប្រកាន់ចំហប្រយុទ្ធភ្លាមទោះជាយ៉ាងណានៅពេលដែលគាត់ព្យាយាមដេញចេញពីរាងកាយคล้ายៗឈៀវផេងបានឆ្លៀតឱកាសចាប់វាយ៉ាងរឹងមាំជាមួយនឹងស្ទូចត្រីដោយមិននឹកស្មានដល់អ្នកប្រឆាំងគឺមានបានឃើញភ្លាមតាមរយៈគម្រោងរបស់មនុស្សជាច្រើនឈៀវបានរំដោះខ្លួនចេញពីការអត់ធ្មត់របស់គាត់ដោយកំហឹងហើយនៅពេលនោះគាត់បានជាប់ពាក់ព័ន្ធនឹងឈៀវផេងពេលដ៏សំខាន់ឈៀវឈ្វេនិងអ្នកផ្សេងទៀតបានប្រញាប់ឡើងកាន់ក្មេងធាត់ដែលជាប់ជំពាក់យ៉ាងតឹងក្នុងគ្រាដលំបាកនេះឈៀវមាននឹងដៃគូរបស់នាងបានប្រញាប់ទៅកន្លែងកើតហេតុកាន់កាំភ្លើងបាញ់ទឹកយ៉ាងឃោរឃៅទៅលើបិសាចមាននរណាម្នាក់ដែលគាត់អាចសម្លាប់បានខ្ញុំត្រូវយកវាទៅឲ្យគាត់ប្រឈមមុខនឹងការវាយលុកភ្លាមនៃទឹករាងកាយរបស់ Fengman ត្រូវបានប្រឡាក់ទីបំផុតត្រូវទទួលស្គាល់ការបរាជ័យច្រានចោលអនុញ្ញាតឲ្យមនុស្សពីរបីនាក់នាំខ្ញុំចូលទៅក្នុងភ្នែករបស់ពួកគេហើយបន្ទាប់មកពួកគេប៉ុន្តែមានក្មេងកំឡោះម្នាក់ដែលមិនជឿលើអំពើអាក្រក់លោតទៅលើឡើងទាំងអស់របស់អ្នកដើមបីបាត់ចុះក្រោមប៉ុន្តែមិនថាគាត់ព្យាយាមយ៉ាងណាក៏ដោយក្មេងតូចនៅតែមិនរើនៅពេលដែលមនុស្សគ្រប់គ្នាបាត់បង់ Curly បានបើកសៀវភៅដៃសត្វចម្លែកដែលរហែកជាលទ្ធផលខ្ញុំភ្ញាក់ផ្អើលវាប្រែថានេះមិនមែនជាចិន្តាធម្មតាតតែសោះប៉ុន្តែវាជាវិមានយ៉ាងទេ Pavilion នៅពេលក្មេងចាប់ចិន្តាវាបានដាស់បរិសុទ្ធចំណាស់ដោយផ្ទាល់គាត់បាននិយាយអ្វីទាំងអស់ខ្ញុំចេញទៅដោយមិនស្គាល់សាច់ញាតិណាម្នាក់នេះបើតាមកំណត់ត្រាបង្ហាញបិសាចចិន្តានេះមិនមែនជាមនុស្សធម្មតាទេប៉ុន្តែប្រសិនបើគាត់ចាប់បរិសុទ្ធសំណាងអាក្រក់គេនឹងត្រូវគេនាំទៅពុកខ្ពស់ហើយមិនអាចគេចចេញបានឡើយចុងក្រោយវាក៏មានការធ្លាក់ដោយឥតគិតថ្លៃដ៏គួរឲ្យរំភើបផងដែរទោះជាយ៉ាងណាក៏ដោយរូបភាពនេះក៏លើកឡើងដែរសត្វចម្លែកនេះមានគោលការណ៍ណាស់សម្រាប់តែអ្នកទាំងនោះមនុស្សដែលគ្មានវិធានការការពារដោយឃើញថាក្មេងតូចនោះចិត្តត្រូវបិសាចចិន្តាយកទៅឆ្ងាយគ្មានអ្នកណាខ្វល់ពីការភ័យខ្លាចមួយទៅមួយពួកគេបានលោតលើសត្វចម្លែកចិន្តាមនុស្សកាន់តែច្រើនប៉ុន្តែបិសាចចិន្តានៅតែមិនខ្វល់គាត់បានបន្តទៀតពេកចិន្តាគឺគ្រាន់តែនៅឆ្ងាយពីដៃអាចតែប៉ុណ្ណោះមើលមិត្តខ្ញុំកាន់តែខិតគ្នាងើបមកឡើងស្រឡាំងកាំងខ្ញុំបានឃើញឈៀវផេងជីសត្វអស្ចារ្យប្រៀបដូចជាព្រះដែលចុះពីស្ថានសួគ៌ឈៀវផេងមិនអើបចិន្តាទៀតទេដៃគូភ្លាមបាត់បង់ការគ្រប់គ្រងមនុស្សគ្រប់គ្នាបានរួចផុតពីគ្រោះមហន្តរាយនេះប៉ុន្តែនៅពេលដែលមនុស្ស
នៅក្នុង Infusion មុនពេលគ្រប់គ្នាមានប្រតិកម្មកញ្ចក់នៅពីក្រោយសក់រួញរំពេចនោះនរណាម្នាក់ដែលមើលទៅដូចគាត់នៅពេលនេះអ្នករាល់គ្នាបានដឹងភ្លាមនេះជាសត្វចម្លែកคล้ายៗដែលបានរៀបរាប់ក្នុងសៀវភៅគាត់មិនត្រឹមតែអាចផ្លាស់ប្ដូររូបណាស់អាចបន្តពីមួយទៅមួយបំបែកទៅជាច្បាប់ចម្លងរាប់មិនអស់ទោះបីជាវាឃើញសត្វចម្លែកនៅពីមុខខ្ញុំស្ងាត់បន្តិចម្ដងឆេវក្រុមដែលស្នៀតទន់និងរឹងរហូតមកដល់ពេលនេះនៅសល់សត្វចម្លែកមួយក្បាលប៉ុណ្ណោះដើម្បីបំពេញបេសកកម្មរូបភាពបង្ហាញពីព័ត៌មានរបស់សត្វចម្លែកចុងក្រោយឈ្មោះរបស់គាត់គឺ Jeleze អាចបង្ខូចទ្រង់ទ្រីលំនិងពេលវេលាមនុស្សដែលមានវត្តមាននៅទីនេះគឺទាំងអស់លើកលែងតែ Cominator បានខ្លាចជារំភើបខ្លាំងណាស់មិនអាចរងចាំជួប Jeleze ពួកគេបានស្វែងរកទីតាំងដែលបានកំណត់និងបានមកដល់ស្រមោលលងទឹកមានប្រាសាទនៅគ្រប់ទីកន្លែងមានកម្លាំងខ្លាំងប្រមូលផ្ដុំប្រាសាទទាំងនេះឡើងវិញទៅក្នុងមូលដ្ឋានថ្មីមនុស្សជាច្រើនបានចាប់ចណ្ដាលដែលពួកគេទើបតែបានងើបឡើងវិញឆ្លងកាត់ជ្រលងគ្រី Hunting Valley ហើយមកដល់មូលដ្ឋានបេសាចទល់មុខប៉ុន្តែមាន Minions នៅគ្រប់ទីកន្លែងបន្ទាប់មកគាត់បានកោះហើយសត្វចម្លែកដែលគាត់ទើបតែចាប់បានមកជួយភ្នំដែលអាចឆ្លុះបញ្ចាំងពីការខូចខាតកំណែដែលអ្នកអាចប្រើគ្រាប់ភ្នែករបស់អ្នកជាអាវុធនៅក្រោមគម្របរបស់សត្វចម្លែកផ្សេងទៀតទីបំផុតមានមនុស្សពីរបីនាក់បានមកដល់នៅក្នុងសាលដែល Jeleze នៅប៉ុន្តែនៅពេលដែលពួកគេបានឃើញលុះក្រោយពេកភ្លាមបន្ទាប់ពីនោះបន្ទាប់ពីបិសាចខ្ញុំមកដល់ភ្លាមខ្ញុំត្រូវបានគ្រប់ដណ្ដប់ដោយបាល់ឱកាសរបស់ជានេះបានបាញ់សម្ដៅទៅ Jeleze ទាំងអស់ងើប